បងបានប្រាប់ថាម្ចាស់ស្ថាប័នមួយចំនួនខ្សោយអសមត្ថភាពឬគ្មានវិធីពង្រីកខ្លួនបងអត់តាន់បញ្យល់ឡើយហ្នឹងឯងបងគ្រាន់តែប្រាប់ថាកុំនៅយូរពេកហេតុអីនេះយើងកំពុងជជែកគ្នាអំពីអ្នកដែលធ្វើការក្នុងស្ថាប័នមួយលើសពី10ឆ្នាំហើយបងបានបញ្យល់រឿងច្រើនមុននេះបាទខ្សោយនៅត្រង់ថាធម្មតាទេបើយើងខ្សោយមានន័យថាចំណូលវាអត់កើនណាហើយពីមួយពេលទៅមួយពេលមនុស្សហក់ចូលក្នុងទីផ្សារនោះវាច្រើនអញ្ចឹងអត់កើនទេអាហ្នឹងនិយាយជារួមនិយាយដោយខ្លីអាហ្នឹងដែលបងចង់សម្ដៅដល់ពាក្យដែលបងប្រាប់ថាម្ចាស់ស្ថាប័នខ្លះខ្សោយគ្មានវិធីពង្រីកខ្លួនហើយប៉ុន្តែសាកគិតដល់ទៀតបើកាលណាគ្មានចំណូលឬចំណូលមិនកើនណាប៉ុន្តែគិតទេថាគេតឡើងប្រាក់ខែប៉ុន្តែបើអត់មានចំណូលផងមិនត្រូវចាយបន្ថែមមិនចឹងអញ្ចឹងវាត្រូវស្ថិតក្នុងស្ថានភាពកកដោយប៉ុណ្ណេះយកសាច់ទៅដាក់បង្កកអញ្ចឹងវាគាំងណាអញ្ចឹងបានបងប្រាប់ថាបើខ្លួនឯងបានចូលក្នុងស្ថាប័នហ្នឹង3ឆ្នាំឬក៏5ឆ្នាំហើយរកពេលរកវេលាចាកចេញទៅអាហ្នឹងប្រោកឃើញថាគាត់ពិតជាខ្សោយព្រោះអ្នកខ្លះខ្សោយរហូតដល់កម្រិតដែលពិបាកស្ដារឬមិនអាចស្ដារមិនមែនតែម្ចាស់ស្ថាប័នទេបុគ្គលិកមួយចំនួនហ្នឹងក៏ដូចគ្នាអញ្ចឹងបានបងប្រាប់ឲ្យហើយបងឯងអាយុក្រោម30ឆ្នាំនេះដើម្បីកុំឲ្យបណ្ដោយខ្លួនคล้ายទៅជាបុគ្គលិកដែលមិនរំកិលបើកាលណាបងឯងមិនរំកិលកកគេដកបងឯងចេញគេអត់តម្លើងប្រាក់ខែបងឯងបានត្រឹមតែទុកសោកហ្នឹងបានត្រឹមតែនិយាយដើមគេពីក្រោយខ្នងហ្នឹងបានត្រឹមតែរអ៊ូគ្មានប្រយោជន៍ទេអត់ប្រយោជន៍ទេពេលដែលយើងមិនខ្លាំងយើងគ្មានអំណាចនៅក្នុងការចរចាទេស្ដាប់ឲ្យច្បាស់ពេលដែលយើងខ្លាំងយើងមានទឹកមាត់ប្រៃនៅក្នុងការនិយាយអាហ្នឹងគឺអំណាចចរចាអាហ្នឹងពាក្យរៀងជ្រៅបន្តិចអញ្ចឹងបានបងប្រាប់ថាកុំបើរកឃើញថាស្ថាប័នមួយនឹងចប់គាំងហើយយើងអាចជួយឲ្យបានទេពីព្រោះយើងបើធៀបជាមួយនឹងចាបយើងគ្រាន់តែជាចាបមួយក្បាលដែលទុំលើមេឈើហ្នឹងឯងយើងត្រូវទៅមុខយើងត្រូវរីកប៉ុន្តែបើស្ថាប័នហ្នឹងមិនអាចនាំយើងឲ្យរីកយើងហោះចេញទៅអញ្ចឹងណាចឹងបកមកវិញជារួមណាសម្រាប់អ្នកដែលធ្វើការលើសពី10ឆ្នាំចូលពិនិត្យខ្លួនឯងហើយបើអាចជួយពិនិត្យមុនអាយុ40ឆ្នាំអានឹងសម្រាប់មនុស្សប្រុសហើយសម្រាប់មនុស្សស្រីមុន35ឆ្នាំពិនិត្យហើយព្យាយាមពង្រឹងខ្លួនឯងផ្លាស់ប្រែខ្លួនឯងដើម្បីកុំឲ្យធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងពីព្រោះបន្ទាប់ពីអាយុ40ឆ្នាំសម្រាប់មនុស្សប្រុស35ឆ្នាំសម្រាប់មនុស្សស្រីភាគរយនៃការដែលយើងអាចស្ដារស្ដារស្ដាប់ឲ្យច្បាស់ណាពី0ទៅ100មានតិចមិនមែនមានន័យថាគ្មានទេណាគឺមានតិចនេះខ្ញុំជូនប៉ុណ្្នឹងហើយសំទោសម្ដងទៀតមិនដឹងធ្វើម៉េចទេបើនិយាយទៅខឹងប៉ះពាល់អារម្មណ៍ប៉ុន្តែរៀបចំការគិតខ្លួនឯងតិចទៅខ្ញុំជឿថាមិនប៉ះទេបើមិនរៀបចំការគិតខ្លួនឯងអានឹងច្បាស់ជាមិនសប្បាយចិត្តទេខ្ញុំផ្ដល់ឲ្យនៅការដាស់តឿនខ្ញុំផ្ដល់ឲ្យនៅគន្លឹះដើម្បីពង្រីកខ្លួនឯងវាមានតែវិធីពង្រីកខ្លួនឯងទេបើយើងពិតជាចង់ឃើញប្រទេសកម្ពុជាយើងរីកយើងត្រូវតែផ្ដោតទៅលើការបណ្ដុះធនធានមនុស្សមិនចឹងអ្វីដែលខ្ញុំផ្ដល់ឲ្យនេះគឺបណ្ដុះធនធានមនុស្សហើយការបណ្ដុះធនធានមនុស្សអ្វីដែលយើងមិនអាចខ្វះបានហើយរឹតតែត្រូវផ្ដោតគឺការបណ្ដុះការគិតរបស់មនុស្សបង្រៀនមនុស្សឲ្យចេះគិត
នេះគឺជាអ្វីមួយដែលខ្ញុំបានជឿជាក់រាប់ឆ្នាំហើយមានតែបង្រៀនមនុស្សឲ្យគិតទេពីព្រោះមានតែមនុស្សចេះគិតទេដែលអាចដឹកនាំជីវិតខ្លួនឯងបានមនុស្សដែលមិនចេះគិតបានត្រឹមតែជាការលំអសួនមនុស្សអត់ចេះគិតគឺជាលបោយនំបញ្ចុកខ្ញុំអត់ចង់ឃើញជាតិសាសន៍យើងបានត្រឹមតែលបោយនំបញ្ចុកវាគួរណាស់តែជាសាច់នៅក្នុងទឹកសម្លដែលឆ្ងាញ់វាគួរណាស់តែជាសាច់នំបញ្ចុកហ្មងមិនចឹងអូខេចឹងជូនប៉ុណ្្នឹងហើយមានសំណួរអីអាចសួរបន្តទៀតបានមកជួយ